tôi sẽ đấy ngàyนี้យើងមកដល់ភាសាញ៉ាំបងប្អូនយើងមានភាសាយើងនេះដល់ភាសាញ៉ាំងាយៗនៅផ្ទះបងប្អូនយើងទិញគេខាងក្រៅវាឆ្ងាញ់មួយយ៉ាងដែរបងប្អូនបើយើងធ្វើខ្លួនឯងក៏ឆ្ងាញ់មួយយ៉ាងដែរគាត់ថាយើងវាអត់សិនដុតចឹងយើងប្រើខ្ទះទៅវាអត់សូវក្រៀមដូចគេលក់នៅផ្សារអញ្ចឹងបងប្អូនភាសាខ្ញុំដុតនេះខ្ញុំប្រើទឹកពេញប៉ោះចំនួន2កញ្ចប់ខ្ញុំអត់ប្រើកញ្ចប់ធំទេបងប្អូនខ្ញុំទិញកញ្ចប់ទូយើងទៅកន្លែងលក់ប្រហិតសួរថាទឹកពេញប៉ោះគេយកឲ្យកញ្ចប់ទូណាហើយបន្ទាប់មកខ្ញុំរោយឈីសដែលខ្ញុំឈូសហ្នឹងបងប្អូនខ្ញុំឈូសរៀងដាច់វារៀងម៉ត់បន្តិចព្រោះអត់មានសម្រាប់ឈូសនេះហើយបន្ទាប់មកខ្ញុំដាក់ពេញប៉ោះបើបងប្អូនចង់ដាក់បកាមឹកឬក៏ម្ទេសផ្លោកខ្ទឹមបារាំងអីបងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនដែលមានអញ្ចឹងតែខ្ញុំបើសិនជាបងប្អូនចង់ដាក់គ្រឿងសមុទ្រដូចជាបង្គាមឹកបងប្អូនត្រូវតែឆាវាឲ្យឆ្អិនរួចរាល់សិនបងប្អូនចាំយើងយកមកដុតបែបនេះបើយើងដុតទាំងឆៅគឺវាមិនឆ្អិនទេបងប្អូនវានឹងចេញទឹកអ៊ីនំយើងអស់អញ្ចឹងណាពេលខ្ញុំរោយប្រហិតក្តាមពោតហើយនឹងប៉ាតេអ៊ីរួចរាល់បែបនេះហើយបងប្អូនគឺខ្ញុំច្រឡំបងប្អូនទៀតបងប្អូនបន្ទាប់មកខ្ញុំដាក់ឈីសមួយជាន់ទេបងប្អូនមានឈីសច្រើនដាក់ច្រើនតែបងប្អូនសម្រាប់ឈីសបើបងប្អូនឈូសឲ្យវែងវានឹងអន្តាយវែងបងប្អូនឥឡូវភាសាខ្ញុំឆ្អិនហើយបងប្អូនបើយើងតនេអាចធ្វើឲ្យកូនញ៉ាំនៅផ្ទះមិនបាច់ទិញគេអញ្ចឹងបងប្អូនបញ្ជាក់បងប្អូនភ្លើងដាក់តិចបំផុតហើយយើងគ្របអលាយឈីសគឺឆ្អិនហើយបងប្អូនអរគុណច្រើន